ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះឡៃវិឡាមកពីក្រុមSG20 ថ្ងៃនេះខ្ញុំមកបង្ហាញលោកគ្រូពី project ដែលពួកខ្ញុំបានធ្វើទៅលើclinic management system អញ្ចឹងចូលមកដំបូងគឺយើងត្រូវការ login អញ្ចឹងកន្លែងនេះយើងអាច store ហើយនឹង hide password បានអញ្ចឹងបន្ទាប់ពី login ហើយយើងគឺបញ្ជាក់ឲ្យថាមាន login ជា role អីគេមកដល់កន្លែងនេះយើងមានប៊ុត5នេះមាន appointment patient service doctor ហើយនិង staff អញ្ចឹង staff យើងអាច add ឈ្មោះ password ហើយនិង role អញ្ចឹងខ្ញុំដាក់ឈ្មោះមួយទៅឈ្មោះសារអញ្ចឹងទៅ password 6អញ្ចឹងទៅ role ជា staff ហើយយើងចុះយក image ហើយយកមួយនេះទៅអញ្ចឹងយើងអាច add បន្ទាប់ពី add ហើយគឺយើងអាច update ទៅលើនឹងបានឧទាហរណ៍ថាចង់ update ឈ្មោះ update password អញ្ចឹងទៅអញ្ចឹងយើងចុច update success កន្លែងនេះក៏អាចយើងអាច delete select មក delete កន្លែងនេះគឺ doctor យើងខ្ញុំចង់អូខេអញ្ចឹង doctor គឺយើងអាចមាន first name last name specialization ហើយនិង phone number អញ្ចឹងដាក់ឈ្មោះអញ្ចឹងទៅspecialize លើតែជាអញ្ចឹងទៅលេខទូរស័ព្ទបន្ទាប់ពី add ហើយគឺវា upload មកនេះហើយយើងត្រូវការទៅ assign ឲ្យគាត់ថាថ្ងៃណាដែលគាត់ទៅ Tuesday ចាប់ពីម៉ោងម៉ោង 8 ដល់ម៉ោងចាក់ add success បន្ទាប់មកយើងអាច update អីលើនឹងបានទៀតគេយើងអាច delete ដូចគ្នាអញ្ចឹងបន្ទាប់ពីនេះហើយគឺយើងឃើញឈ្មោះគាត់នៅកន្លែងនេះបន្ទាប់មក service យើងមានមិញខ្ញុំ add ទៅលើតិចអញ្ចឹងខ្ញុំកន្លែងនេះគឺយើង service យើងអាច add បានចឹងកន្លែងនេះយើងដាក់ឈ្មោះដាក់ general អញ្ចឹងហ្នឹងទៅបន្ទាប់មកគឺចំនួនតម្លៃប៉ុន្មានហើយយើងអាសាញទៅឲ្យ doctor មួយណានេះគឺខ្ញុំអាសាញទៅ doctor ថ្មីនេះយើង add មក success តែខ្ញុំអត់ចង់បានចឹងទៅខ្ញុំ delete បន្ទាប់មកខ្ញុំ add year ដដែលហ្នឹងហើយអាសាញទៅឲ្យ user ផ្សេងតម្លៃ30អាសាញទៅឲ្យdoctor មួយនេះអញ្ចឹងបន្ទាប់ពី add មក doctor ID ផ្សេងគ្នាចូលមកដល់ service ចូលមកដល់ patient អ្នកជំងឺអញ្ចឹងអ្នកជំងឺមាន name មានអាយុមាន address មានលេខទូរស័ព្ទមាន gender មានភេទមានអីចឹងទៅអញ្ចឹងតាខ្ញុំដាក់ឈ្មោះអាយុ23ចឹងទៅ address លេខទូរស័ព្ទចឹងភេទគាត់ភេទប្រុសអញ្ចឹងទៅយើង add ចឹងយើងបានកន្លែងនេះយើងអាច search បាន search file ចឹងកន្លែងនេះគឺយើងអាច search បានចឹងយើងអាចចង់ update ក៏បាន update ថាអាយុគាត់28វិញចឹងទៅចឹង update ដល់28ចឹងកន្លែងនេះគឺ appointment ចឹង appointment នេះគឺយើងត្រូវរើសអ្នកជំងឺចឹង service មុននឹងយើងត្រូវ select service ហើយ select ថ្ងៃ
ឧទាហរណ៍ថាដាក់ថ្ងៃនេះចឹងយើងstatus នេះធម្មតាយើងមកយើងត្រូវ pay តែម្ដងចឹង status ត្រៃនេះ note គ្រាន់តែជា note ទេឧទាហរណ៍ដាក់ម៉ោង8ចឹងទៅ 8:50 អញ្ចឹងទៅត្រៃនេះ payment method ដែលយើងត្រូវ pay ជាមួយយើងមាន cash យើងមាន credit យើងមាន bank ហើយ amount pay នេះចំនួនតម្លៃដែលយើងត្រូវ pay total pay គឺយើងត្រូវតែតម្លៃសរុបអញ្ចឹងកន្លែងហ្នឹងខ្ញុំបានធ្វើ condition មួយដែរថាបើ amount pay ហ្នឹងវាទូជាង total pay ក៏យើងអាច pay បានដែរឧទាហរណ៍ដាក់20រៀលអញ្ចឹងទៅអញ្ចឹងវាបញ្ជាក់ឲ្យថាអាច pay បានទេយើងត្រូវ enter amount សាថ្មីអញ្ចឹងតម្លៃខ្ញុំដាក់ថា40អញ្ចឹងទៅយើង add អញ្ចឹងនេះ payment នឹង success ហើយបន្ទាប់មកកន្លែងនេះនៅពេលដែល payment យើង success គឺrevenue ហ្នឹងក៏ឡើងដែរអញ្ចឹងបច្ចេករបស់ខ្ញុំមានតែប៉ុណ្្នឹងទេលោកគ្រូអរគុណគ្រូ